អ្នកទាំងអស់គ្នាវិលមកជួបខ្ញុំសាជាថ្មីម្ដងទៀតនៅពាក្យបច្ចេកទេសដែលប្រើប្រាស់ក្នុងវិស័យសំណង់ចំពោះការងារគ្រឿងបង្គុំថ្ងៃនេះខ្ញុំនឹងបន្ត6ពាក្យដែលជាពាក្យតាក់ទងនឹងគ្រឿងបង្គុំហើយវីដេអូបន្ទាប់ខ្ញុំនឹងបន្តតាក់ទងនឹងការងារផ្សេងទៀតប៉ុន្តែក្នុងវិស័យសំណង់ដដែលតោះយើងចាប់ផ្ដើមអានពាក្យថ្មីទាំងអស់គ្នាពាក្យទី1នោះយើងអានថាChẳng nàn lị miền thủ Chẳng nàn lị miền thủជាភាសាអង់គ្លេសយើងប្រែថា South Plan ឬក៏យើងបកជាភាសាខ្មែរគឺប្លង់ខាងត្បូងពាក្យបន្តមកទៀតនោះយើងអានថា Chẳng bấy lị miền thủ Chẳng bấy lị miền thủជាភាសាអង់គ្លេសបានន័យថា North Plan ឬក៏យើងបកជាភាសាខ្មែរគឺប្លង់ខាងជើងពាក្យបន្តមកទៀតនោះយើងអានថា Sĩ bụ phình miền Sĩ bụ phình miềnជាភាសាអង់គ្លេសបានន័យថា detail plan ឬក៏យើងបកជាភាសាខ្មែរគឺប្លង់លម្អិតពាក្យបន្តមកទៀតនោះគឺយើងអានថា Bụ chi Bụ chiជាភាសាអង់គ្លេសបានន័យថា layout ឬក៏យើងបកជាភាសាខ្មែរគឺប្លង់បែនពាក្យបន្តមកទៀតនោះយើងអានថា Si Bụឬក៏ម្យ៉ាងទៀតយើងអាចអានបានថា Tạយ៉ាងTạយ៉ាងជាភាសាអង់គ្លេសបានន័យថា detail ឬក៏យើងប្រែជាភាសាខ្មែរមានន័យថាលម្អិតពាក្យបន្តមកទៀតនោះយើងអានថា Chốn phì miền Chốn phì miềnជាភាសាអង់គ្លេសបានន័យថា master plan ឬក៏យើងបកជាភាសាខ្មែរបានន័យថាប្លង់រួមនឹងហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងថ្ងៃនេះអរគុណអ្នកទាំងអស់គ្នាតែងតែតាមដាននៅវីដេអូរបស់ខ្ញុំកន្លងមកខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាយកទៅវិញរំលឹកនៅពាក្យដែលយើងបានរៀនតាំងពីដើមមកតាក់ទងទៅនឹងពាក្យដែលយើងប្រើប្រាស់ក្នុងគ្រឿងបង្គុំខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចេះអាននិងចេះសរសេរនៅពាក្យនីមួយៗទាំងអស់គ្នាអរគុណសម្រាប់តាមដានវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូបន្តទៀតបាយបាយ